អ្នកនាងនៅសូនីតាវិលសម្ដែងវិញក្នុងបំណងសិល្បដើម្បីស្មារតីស្នេហាជាតិតាមរយៈរឿងសោកនាដកម្មភ្នំខ្មោចនិងអំពាវនាវអ្នកសិល្បៈចូលរួមអតីតតារាសម្ដែងអ្នកនាងនៅសូនីតានិងជាអនុប្រធានសមាគមសិល្បករខ្មែរបានចេញមុខអំពាវនាវដល់មហាជនអ្នកគាំទ្រនិងសិល្បករសិល្បករនីចូលរួមគាំទ្ររឿងប្រវត្តិសាស្ត្រសោកនាដកម្មភ្នំខ្មោចខណៈសូម្បីខ្លួនផ្ទាល់ក៏បានចូលរួមក្នុងការសម្ដែងវណ្ណកម្មរឿងនេះដែរកាលពីថ្ងៃទី04ខែមករាឆ្នាំ2026កន្លងទៅផលិតកម្មលុតបានរៀបចំពិធីបើកកាមេរ៉ារឿងសោកនាដកម្មភ្នំខ្មោចនិងបានចាប់ផ្ដើមថតភាពយន្តខាងលើនេះជាផ្លូវការហើយដែរខណៈក្នុងចំណោមនោះក៏មានការចូលរួមសម្ដែងដោយតារាសម្ដែងថ្មីចាស់ប្រុសស្រីជាច្រើនរូបដែលសុទ្ធសឹងតែមានទេពកោសល្យក្នុងវិស័យសិល្បៈនិងមានវត្តមានចូលរួមសម្ដែងពីអតីតតារាសម្ដែងនៅសូនីតាដូចគ្នាក្រោយការខកខានសម្ដែងអស់ជាច្រើនឆ្នាំបន្ទាប់ពីតារាស្រីរូបនេះបានចាប់ដៃសាងគ្រួសារនឹងអ្នកនាងនៅសូនីតាបានរៀបរាប់ថារូបភាពខ្លះនាពិធីបើកកាមេរ៉ានិងសកម្មភាពថតខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មលុតដែលបង្ហាញអំពីសោកនាដកម្មមួយដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែកសម័យឆ្នាំ1978-1980អ្នកនាងគូបញ្ជាក់ថានេះគឺជារឿងពិតនៃប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ចំពោះប្រជាជនខ្មែរជាច្រើនម៉ឺននាក់ដែលបានរត់ភៀសខ្លួនទៅកាន់ទីកន្លែងមួយដែលសង្ឃឹមថាគេនឹងមានចិត្តមនុស្សធម៌សប្បុរសធម៌អាចពឹងពាក់បានប៉ុន្តែមិនដោយការរំពឹងប្រជាជនជាច្រើនត្រូវបានគេដឹកមកទម្លាក់និងរុញទម្លាក់ភ្នំបន្ថែមដើម្បីសម្លាប់នៅក្នុងចំការមីនីតូលដែនកម្ពុជាថៃទីនោះគឺភ្នំខ្មោចភ្នំដែលមានមនុស្សស្លាប់ជាច្រើនម៉ឺននាក់អ្នកនាងនៅសូនីតាបញ្ជាក់ទៀតថាស្ទើរតែគ្មាននរណាដឹងសោះថាប្រជាជនខ្មែរធ្លាប់ទទួលរងគ្រោះដោយការសម្លាប់រង្គាលម្ដងទៀតបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតសូមជូនពរឲ្យស្នាដៃរបស់ផលិតកម្មលុតដំណើរការទទួលបានជោគជ័យហើយសង្ឃឹមថាខ្សែរឿងមួយនេះនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រសម្រាប់រំលឹកនៃសេចក្តីឈឺចាប់ដល់រាស្ត្រខ្មែរគ្រប់ជំនាន់ត្រូវចងចាំខ្មែរខ្សោយខ្មែរស្លាប់ខ្មែរបែកបាក់ខ្មែរអន្តរាយអ្នកនាងក៏អំពាវនាវដល់សិល្បករសិល្បករនីមេត្តាត្រៀមលក្ខណៈជួយគាំទ្រនៅវណ្ណកម្មមួយនេះជាការលើកទឹកចិត្តនិងលើកស្ទួយវិស័យភាពយន្តខ្មែរនិងសង្កត់ធ្ងន់ថាសិល្បចិញ្ចឹមសិល្បដើម្បីស្មារតីស្នេហាជាតិ